សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នៃ Chen Learning ថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបទាញយកកម្មវិធី CapCut ចាស់ៗសម្រាប់ PC គឺមានភាពល្អមែនទែនសម្រាប់បងប្អូនដែលមានកុំព្យូទ័រ version ទាបៗឬក៏ RAM ទូចអញ្ចឹងយើងក្រៅ version ចាស់ៗទៅវាធ្វើឲ្យមានការងាយស្រួលក្នុងការកាត់តវីដេអូរបស់យើងតោះអញ្ចឹងកុំឲ្យខាតពេលយូរមកតាមបានជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ browser របស់បងប្អូននោះបន្ទាប់មកបងប្អូន search ពាក្យថា CapCut Up to Down version 4.6.0 អូខេអញ្ចឹងបងប្អូនចុចលើកន្លែងនេះមកអូខេបងប្អូនអញ្ចឹងកន្លែងនេះគឺជា get the last version ទេអញ្ចឹងយើងចុច all version មកអូខេអញ្ចឹងបន្ទាប់មកយើងចុច see more មកអញ្ចឹងបងប្អូនឃើញ version ទាំងអស់បងប្អូនversion ចាប់ផ្ដើមដំបូង1ដល់2022រហូតដល់ច្រើនអញ្ចឹងខ្ញុំសូមយក version 4.0.6 នេះវាមាន feature free ជាច្រើនដែលយើងអាចធ្វើការនៅលើនឹងបានដោយ free អញ្ចឹងដូចឥឡូវនេះវាចង់ហូត select លើនេះមកវាបន្តមកអូសចុះក្រោមមកសូមធ្វើការរងចាំបន្តិចដើម្បីធ្វើការ download ហើយអញ្ចឹងយើងចុចពាក្យទៅ download នេះមកអូខេបងប្អូនអញ្ចឹងវាកំពុងតែធ្វើការ download ហើយមានទំហំ500 មេចឹងរងចាំរហូតដល់វាចប់យើងនឹងធ្វើការដំឡើងវាអូខេបងប្អូនកន្លែងនេះយើង download រួចហើយអញ្ចឹងសូមធ្វើការបើក folder មកកន្លែងនេះសូមបញ្ជាក់បងប្អូនបន្តិចបងប្អូនត្រូវតែ uninstall CapCut ដែលយើង download មកហើយហ្នឹងយើងត្រូវ uninstall វាហើយបានយើងអាច install version ចាស់នេះបានអូខេអញ្ចឹងយើងចុច double click លើវាមកឬក៏ run as admin ក៏បានដែរអូខេយើងចុចគេទៅ install now មកអូខេបងប្អូនត្រង់កន្លែងនេះរួចរាល់ហើយចឹងបងប្អូនជីកពាក្យថា start now មកសូមធ្វើការរងចាំបន្តិចបងប្អូនវាធ្វើការតេស្តកុំព្យូទ័រយើងទៅដល់ smooth អត់ចឹងណាអូខេមកដល់កន្លែងនេះចុច confirm មកទេបងប្អូននេះគឺជា CapCut ដែលមាន version ចាស់ហើយគឺ 4.0.6 ចឹង version នេះគឺល្អបំផុតបងប្អូនអូខេបងប្អូនអញ្ចឹងកម្មវិធី CapCut ដែលមាន version ចាស់របស់យើងហ្នឹងគឺយើងបាន download រួចរាល់អញ្ចឹងយើងធ្វើការ enjoy ជាមួយ version ដែលមិនសូវត្រូវការ Pro បងប្អូនអញ្ចឹងបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមបានបងប្អូនជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតអរគុណ